បាទជំរាបសួរបងប្អូនយើងនេះគឺជាវគ្គ2ណាដើម្បីយកខ្យល់អុកស៊ីហ្សែនចូលនៅក្នុងខ្លួនយើងត្រូវធ្វើយ៉ាងម៉េចណាបោះអាវចេញបងប្អូនណាបោះអាវចេញអានេះគឺជាវគ្គ2ណាយើងអង្គុយចុះដកដង្ហើមពេលដែលយើងចេញមកវិញគឺយើងបញ្ចេញខ្យល់ឲ្យអស់ដើម្បីយកខ្យល់អុកស៊ីហ្សែនហេតុដូចម្ដេចបានខ្ញុំដោះអាវឲ្យខ្យល់អុកស៊ីហ្សែនប៉ះខ្លួនខ្ញុំឲ្យវាជួយស្បែកខ្ញុំជួយខ្លួនខ្ញុំជួយឲ្យខ្ញុំដកដង្ហើមល្អណាអរគុណបងប្អូនអានេះខ្ញុំចាប់វាហើយការវិធីដកដង្ហើមរបស់ខ្ញុំណាគឺដកដង្ហើមរបស់ខ្ញុំគឺយឺតណាហើយខ្ញុំដកដង្ហើមចូលណាបងប្អូនមើលខ្ញុំដកដង្ហើមចូលគឺទប់ហើយដូចម្ដេចបានខ្ញុំទប់វាដោយសារអីដោយសារខ្ញុំទប់វាដើម្បីឲ្យសួតខ្ញុំបើកឲ្យបានធំបងប្អូនឲ្យបានធំដើម្បីជ្រុះក្អែលចេញពីក្នុងសួតយើងហើយយកស្លេះចេញពីក្នុងខ្លួនយើងដើម្បីឲ្យវាជៀសវាងពីជំងឺទឹកនោមផ្អែមជំងឺមហារីកហើយជួយសួតយើងឲ្យមានសុខភាពល្អដើម្បីដកដង្ហើមមិនមែនដូចយើងដកដង្ហើមរាល់ថ្ងៃវាដកតែបន្តិចទេណាអានេះយើងដកចូលឡើងអស់មកឲ្យវាប៉ោងឲ្យបិទវិញប៉ោងបិទតែធ្វើអ្វីពេលព្រឹកណាចាំមើលខ្ញុំប្រាប់បងប្អូនម្ដងទៀតណាអូខេមួយថ្ងៃខ្ញុំធ្វើ100ដងក៏បានដែរនេះខ្ញុំធ្វើពីមុខឲ្យឃើញម្ដងទៀតណាបើសិនណាយើងតោងវាតោងឲ្យយើងអង្គុយណាដកដង្ហើមអានេះយើងចាប់ទាញផងយើងមានអីតោងយើងចាប់ទាញវាបងប្អូនបើបងប្អូនធ្វើតែពីរហ្នឹងណារាល់ថ្ងៃបងប្អូនមិនបាក់អេក្សសាយលោតអីកញ្ឆេងកញ្ឆើញទេដោយសារអីដោយសារយើងបំពន់សួតដើម្បីឲ្យសួតយើងល្អសិនណាហើយការរត់ការអេក្សសាយការដើរម៉ាស៊ីនល្អក៏ប៉ុន្តែធ្វើអត់ទាន់ដល់ទេទាល់តែធ្វើអញ្ចឹងហើយសូមយើងទៅអេក្សសាយក្រោយយើងត្រូវការដកដង្ហើមយកខ្យល់អុកស៊ីហ្សែនសិនពីព្រោះជួនណាយើងធ្វើការនៅក្នុងបន្ទប់ណាយើងធ្វើការដែលអត់មានកន្លែងដកដង្ហើមស្រួលអញ្ចឹងពេលយប់ឡើងម៉ោង4ម៉ោង5ពេលភ្លឺដែលអត់មានឡានណាអត់មានម៉ូតូយើងដកដង្ហើមយកខ្យល់អុកស៊ីហ្សែនតែនេះខ្ញុំដកដង្ហើមនៅក្នុងចំការខ្ញុំបាយបងប្អូនមើលតើចំការខ្ញុំលយមិនលយណាលោតរាល់ថ្ងៃខ្ញុំអាចលោតអញ្ចឹងបាន4-10ម៉ោងក៏បានដែរណាដែលអត់មានអីគឺអត់មានហត់បងប្អូនពេលដែលខ្ញុំដកដង្ហើមហើយគឺអត់ហត់ណានេះគឺជាវគ្គ2ណាម្ដងទៀតនេះអានេះវគ្គ1អានេះវគ្គ2ដកដង្ហើមចូលធ្វើម្ដង10ដងបានណាប៉ុណ្ណឹងណាចឹងអរគុណពីខ្ញុំមក10គុណបាយ